អ្នកទាំងអស់គ្នាពេលខ្លះយើងត្រូវចេះរកក្តីសុខឲ្យជីវិតរបស់ខ្លួនឯងខ្លះយើងកុំចេះតែយករឿងគ្រប់យ៉ាងយកមកដាក់នៅក្នុងជីវិតដាក់ជាបន្ទុកជាអំរែកលើខ្លួនឯងខ្លាំងពេកណាពេលខ្លះដោយសារតែយើងគិតថារឿងគ្រប់យ៉ាងបញ្ហាគ្រប់យ៉ាងគឺយើងត្រូវតែរែកពុនវាយើងត្រូវតែទទួលបន្ទុកដោះស្រាយវាអញ្ចឹងហើយបានជាធ្វើឲ្យជីវិតរបស់យើងពេលខ្លះយើងរកក្តីសុខឲ្យខ្លួនឯងអត់ឃើញទេអ្នកទាំងអស់គ្នាហើយយូរទៅយើងមានអារម្មណ៍ថាវាកាន់តែធ្ងន់ទៅវាដូចជាអំរែកមួយនៅលើស្មារបស់យើងអញ្ចឹងយូរទៅយើងកាន់តែធ្ងន់ទៅធ្វើអីក៏អត់មានក្តីសុខដែរធ្វើអីវាហាក់បីដូចជាអារម្មណ៍សប្បាយអារម្មណ៍រំភើបអារម្មណ៍រីករាយនៅក្នុងចិត្តរបស់យើងនឹងវាលែងមានណាអ្នកទាំងអស់គ្នាហាក់បីដូចជាមនុស្សក្រៀមក្រំមនុស្សរុក្ខជាតិយើងអត់មានអារម្មណ៍ដែលឮគេនិយាយអត់ថាមានអ្នកខ្លះគាត់ជាមនុស្សអត់មានអារម្មណ៍អត់មានបេះដូងបានន័យថាគាត់ជាមនុស្សថ្មឹងគាត់ជាមនុស្សអត់សប្បាយរីករាយគាត់ហាក់បីដូចជាជីវិតនឹងវាអត់មានសេចក្តីសុខឲ្យខ្លួនឯងសម្រាប់ខ្ញុំគិតថាពេលខ្លះរឿងរ៉ាវមួយចំនួនបញ្ហាមួយចំនួនបើទោះបីជាយើងផឹងដោះស្រាយវាយ៉ាងណាក៏អត់អាចដោះស្រាយវាបានដែរវាហួសពីព្រំដែនខ្លួនឯងអ្នកទាំងអស់គ្នាហើយពេលខ្លះវាមិនមែនជាកាតព្វកិច្ចទំនួលខុសត្រូវដែលយើងត្រូវទៅដោះស្រាយបញ្ហាមួយហ្នឹងទេប៉ុន្តែអាចជាមនោសញ្ចេតនាប៉ុន្តែអាចជាដែលយើងអាណិតឬក៏ជាចិត្តស្រឡាញ់ឬក៏អីមួយអញ្ចឹងណាអ្នកទាំងអស់គ្នាដែលយើងគិតថាអូយើងត្រូវទទួលខុសត្រូវយើងត្រូវទទួលចូលរួមដោះស្រាយបញ្ហានឹងដែរអីចឹងទៅអញ្ចឹងនៅពេលដែលយើងទម្លាប់យករឿងគ្រប់យ៉ាងពេកមកដាក់នៅក្នុងខ្លួនឯងអញ្ចឹងវាធ្វើឲ្យចិត្តរបស់យើងនឹងអត់ស្រឡះទេបន្តិចមានរឿងអីតិចតួចគឺយើងយកមកដាក់ក្នុងចិត្តយើងគិតយើងខ្វល់ខ្វាយយើងបារម្ភមានរឿងអីតិចតួចគឺយើងចាប់ផ្ដើមគេងអត់លក់មានរឿងអីតិចតួចគឺយើងចាប់ផ្ដើមគិតថាវាគឺជាទំនួលខុសត្រូវរបស់ខ្ញុំបើសិនជាខ្ញុំអត់ដោះស្រាយវាទេវានឹងមានរឿងអីកើតឡើងអញ្ចឹងណាយូរទៅយើងនឹងខ្លាចទៅជាមនុស្សមួយដែលពោពេញទៅដោយបញ្ហាហ្មងអ្នកទាំងអស់គ្នានៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នានៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាគឺពោពេញទៅដោយការអស់សង្ឃឹមហ្មងព្រោះងាកបន្តិចយើងត្រូវដោះស្រាយបញ្ហានេះងាកបន្តិចយើងត្រូវដោះស្រាយបញ្ហានេះងាកបន្តិចយើងត្រូវពេលខ្លះទៅសួរគេហ្មងអ្នកទាំងអស់គ្នាទៅសួរគេថាគេមានបញ្ហាអីទៅសួរគេថាមិនហើយជីវិតទៅសួរគេថាមិនដែរអីមិនដែរពេលខ្លះដោយសារវាជាទម្លាប់ហើយដោយសារតែយើងគិតខ្លួនឯងអ្នកទាំងអស់គ្នាថាយើងគឺជាឧទាហរណ៍ថាយើងគឺជាតំណាងគ្រួសាររបស់យើងមួយអីចឹងទៅអញ្ចឹងពេលខ្លះដោយសារតែយើងព្យាយាមរឹងមាំខ្លួនឯងខ្លាំងពេកព្យាយាមគិតថាគ្រប់យ៉ាងគឺត្រូវតែមានខ្ញុំចំណែកខ្ញុំនៅក្នុងការចូលរួមដោះស្រាយហ្នឹងបើអត់មានខ្ញុំទេរឿងមួយចំនួនគឺអាចដោះស្រាយវាបានទេវានៅតែមានបញ្ហាវាមានអីអញ្ចឹងណាវាអត់ខុសទេអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាដើរតួនាទីកាតព្វកិច្ចជាកូនល្អជាបងល្អជាអ្នកទទួលខុសត្រូវជាអ្នករ៉ាប់រងគ្រួសារជាអ្នកចេញមុខជាអ្នកសួរនាំសុខទុក្ខអីវាអត់ខុសទេអ្នកទាំងអស់គ្នាប៉ុន្តែពេលខ្លះអ្នកទាំងអស់គ្នាត្រូវ check មើលចិត្តរបស់ខ្លួនឯងត្រូវ check មើលជីវិតរបស់ខ្លួនឯងអ្នកទាំងអស់គ្នាខ្ញុំដឹងថាបើទោះបីជាម្នាក់នឹងគាត់ប៉កែខ្លាំងប៉ុណ្ណាក៏ដោយគាត់អាចដោះស្រាយបានរឿងគ្រប់យ៉ាងនៅក្នុងគ្រួសារគាត់រឿងគ្រប់យ៉ាងរបស់អ្នកផ្សេងដែលមិនមែនជាកាតព្វកិច្ចតួនាទីដែលគាត់ត្រូវតែទៅរ៉ាប់រងទេតែដោយសារគាត់ជាមនុស្សដែលមានចិត្តថ្លើមឬក៏អីខ្ញុំដឹងថាពេលដែលគាត់នៅស្ងប់ស្ងាត់ម្នាក់ឯងគាត់នឹងមានអារម្មណ៍មួយ down ឬក៏ពេលខ្លះបញ្ហានឹងវាផ្ទួនច្រើនពេកអញ្ចឹងគឺគាត់អត់ដឹងថាបន្ទោសអ្នកណាបានក្រៅតែពីខ្លួនឯងទេអញ្ចឹងពេលខ្លះមនុស្សដែលគួរឲ្យអាណិតគឺខ្លួនឯងទេអ្នកទាំងអស់គ្នាមនុស្សដែលគួរឲ្យយកចិត្តទុកដាក់គឺខ្លួនឯងទេអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចបារម្ភពីសុខភាពរបស់ខ្លួនឯងផងពីផ្លូវចិត្តរបស់ខ្លួនឯងផងរឿងណាដែលយើងគិតថាយើងអាចរំលងវាបានយើងរំលងវាទៅអ្នកទាំងអស់គ្នាព្រោះរឿងពេលខ្លះរឿងខ្លះយើងវាហាក់បីដូចជាវាដដែលហ្មងទោះបីយើងខំប្រឹងដោះស្រាយវាឲ្យបានល្អក៏វានៅតែត្រឡប់មកវិញដដែលហើយដោយសារតែវាមិនមែនជារឿងរបស់យើងវាមិនមែនជាបញ្ហាដែលយើងត្រូវទៅប្រឈមដោះស្រាយវាគឺជារឿងរបស់អ្នកណាម្នាក់ផ្សេងទៀតយល់អត់អញ្ចឹងម្ចាស់នៃបញ្ហាហ្នឹងមិនមែនជាយើងទេទោះបីយើងប្រឹងទៅដោះស្រាយវាក៏វានៅតែដដែលដែរមានរឿងខ្លះទៀតខ្ញុំនិយាយថងយើងធ្វើបិទភ្នែកបិទច្រមុះវាអាចបញ្ចប់ទៅដោយខ្លួនឯងតែបើសិនជាយើងទៅពេលខ្លះយើងទៅឈឺឆ្អាលយើងទៅជាយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹងទៅដោះស្រាយវាទៅចេះមួយចេះពីរវាអាចទៅជាបញ្ហាហ្នឹងនៅរ៉ាំរ៉ៃអត្តនាទេហើយនៅពេលខាងមុខវាអាចខ្លាចជាបញ្ហាហ្នឹងធ្លាក់មកលើបន្ទុកយើងទៀតក៏ថាបានដែរអញ្ចឹងខ្ញុំត្រឡប់មកវិញគ្រាន់តែចង់លើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាទេកុំភ្លេច check ទៅលើសុខភាពផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាកុំភ្លេច check ទៅលើអារម្មណ៍របស់អ្នកទាំងអស់គ្នា
bọnអ្នកទាំងអស់គ្នាយកគ្រប់យ៉ាងយកមកទូលរែកតែម្នាក់ឯងនៅលើស្មារបស់អ្នកទាំងអស់គ្នាប្រកាសជាធ្ងន់ទេហើយនៅពេលដែលអ្នកទាំងអស់គ្នាធ្ងន់ខ្លាំងពេករឿងដែលអ្នកទាំងអស់គ្នាត្រូវយកមកដាក់នៅលើស្មានៅលើជីវិតរបស់អ្នកទាំងអស់គ្នាគឺវាធ្លាក់ទៅរាយប៉ាយពេញហ្មងដែលអ្នកទាំងអស់គ្នាអាចយករឿងទាំងអស់ហ្នឹងយកមកដាក់នៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបានទេហើយអ្នកទាំងអស់គ្នាកុំភ្លេចថាដំណើរជីវិតរបស់អ្នកទាំងអស់គ្នាគឺវែងឆ្ងាយណាស់អ្នកទាំងអស់គ្នាត្រូវប្រឈមមុខជាមួយនឹងបញ្ហារបស់ខ្លួនឯងច្រើនដែលយើងត្រូវដោះស្រាយវាឲ្យបានល្អឲ្យបានហ្មត់ចត់ខ្លាំងមែនតើអ្នកទាំងអស់គ្នាត្រូវតែមានអនាគតមួយល្អភ្លឺស្វាងបើទោះបីជាយើងមិនបានខ្លាចជាអ្នកនេះមានមុខមាត់យ៉ាងហោចណាស់ក៏យើងមានអនាគតមួយដែលវាអាចជាក្តីសង្ឃឹមសម្រាប់ខ្លួនឯងអ្នកទាំងអស់គ្នាកុំឲ្យការជួយគេយូរទៅវាคล้ายទៅជាទំនួលខុសត្រូវរបស់យើងវាคล้ายទៅជាការអស់សង្ឃឹមរបស់យើងវាคล้ายទៅជាការបាក់ទឹកចិត្តខ្លួនឯងអ្នកទាំងអស់គ្នាត្រូវតែជួយខ្លួនឯងឲ្យរឹងមាំសិនជួយខ្លួនឯងឲ្យបានសិនអ្នកទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងអត្ថបទនៅថ្ងៃហ្នឹងគឺចង់លើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាឲ្យចេះរកក្តីសុខឲ្យជីវិតរបស់ខ្លួនឯងមុនពេលដែលយើងត្រូវបានបញ្ហាផ្សេងៗហ្នឹងវាមកបំបាក់ទឹកចិត្តរបស់យើងវាឲ្យធ្វើឲ្យយើងខ្លាចទៅជាគេហៅថាមនុស្សលែងមានអារម្មណ៍សប្បាយរីករាយអ្នកទាំងអស់គ្នាអញ្ចឹងជីវិតរបស់អ្នកទាំងអស់គ្នារស់នៅគឺអត់មានន័យអីទេអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ